Ok,អញ្ចឹងខ្ញុំសូមដល់មុខទៀតហើយអញ្ចឹងយើងមកមើលពី component សំខាន់នៅក្នុង table របស់យើងណាអញ្ចឹងបើយើងនិយាយពី table វាដូចជា two dimensional ដែលមានគេហៅថា today individual ណាបើយើងអត់និយាយដល់ 3D វាហៅthree dimensional អញ្ចឹងវាមានលក្ខណៈមួយដែលអាចមើលជុំវិញបានវាមិនបានត្រឹមតែពីលើហើយក្រោមទេជុំវិញបានដូចផែនដីណាដីនៃ 3D អូខេអញ្ចឹងយើងនិយាយពី turbo វាជា two dimensional ដែលមាន due date ហើយនឹង due chore ណាដូចយើងឃើញក្នុង Excel ចឹង Excel ឬក៏តារាងអីផ្សេងៗហ្នឹងគេហៅ two dimensional អញ្ចឹងបើ matrix អីគេហៅ two dimensional អញ្ចឹងរបាយ data គឺវាស្ថិតនៅក្នុងទម្រង់បែបហ្នឹងដែរអញ្ចឹងណាdata នេះយើងនិយាយពី data ទុកនៅក្នុង table database យើងឯងបើយើងនិយាយ data សម្រាប់ analyze សម្រាប់ប្រើនៅក្នុង AI នឹងការ build ជា ML អីផ្សេងៗទៀតអាហ្នឹងក៏វាមានទម្រង់ជា matrix ជាអីហ្នឹងដែរនឹងផ្សេងទៀតចឹងទៅអញ្ចឹងយើងអត់និយាយដល់ហ្នឹងទេយើងនិយាយតែនៅក្នុងនៃ table របស់យើងទេអញ្ចឹង table របស់យើងវាដូចជា Excel ដែលមាន two dimensional ទុក data ជាទម្រង់ two dimensional អញ្ចឹងយើងឃើញនៅក្នុង relationship របស់យើងនិយាយថាជា relational ឬក៏ជា associate ឬក៏ connection រវាង table និង table មួយពីរឬក៏ច្រើនណាត់យើងមកឃើញយមន័យមុនហ្នឹងណានេះពីរឬក៏ច្រើនអញ្ចឹងឥឡូវនេះយើងមកស្វែងយល់ពី table សិនtable វាមានអីខ្លះនៅក្នុងហ្នឹងហើយមាន key មាន row មាន column ហើយឈ្មោះផ្សេងទៀតគេហៅថាអីគេ row ហ្នឹងហើយ column គេហៅអីគេហ្នឹងតែអញ្ចឹងយើងមើលពី element ទាំងអស់នេះណាយើងមានដូចជា table row column ហើយនិង key អញ្ចឹងយើងមើល table អញ្ចឹងកាលពីយើងរៀនពីចំណុចmodeling យើងនិយាយថ្ងៃមុនគឺយើងស្គាល់ថា user នេះគេហៅថា entity វាជានាមជាឈ្មោះអញ្ចឹងមកយើងនិយាយយមនាមឬក៏ noun ជាឈ្មោះទីកន្លែងអញ្ចឹងតែសម្គាល់ណាអញ្ចឹងវា table user វាជាឈ្មោះ user table អញ្ចឹងគេហៅ entity អញ្ចឹងentity មិនគេនិយាយពី entity គឺឈ្មោះ table ហ្នឹងឯងដល់ពេលគេនិយាយពី field វាជាឈ្មោះ column មួយឈ្មោះ column នៅក្នុង Excel គេមាន no ដូចរៀងណាមាន name មានទៀតមាន x div យ៉ាអញ្ចឹងអាហ្នឹងគេជា field អញ្ចឹងនឹងគេហៅ table វាពពួក column ឈ្មោះ column ហ្នឹងគេហៅថាជា field ដល់ពេលឈ្មោះ table មកគេហៅ entity ណាដល់ពេលdata រួមសរុបមកទិន្នន័យចូលគ្នាទាំងអស់មកជួរដេកអញ្ចឹងគេថា no លេខ1 name ឈ្មោះលោក A ចុះយុគ10ហើយខាងអំណើតអីចឹងទៅអញ្ចឹងប៉ុណ្ណឹងគេហៅថា record ឬក៏ row អញ្ចឹងអាហ្នឹងជាទិន្នន័យ row ឬក៏ record នៃ table របស់យើងអញ្ចឹង row ហ្នឹងគឺចង់សំដៅថាមួយប៉ុណ្ណាមួយហ្នឹងគឺមិនមែនមួយអីគេទេគឺមួយសម្គាល់ទិន្នន័យដែលទុកនៅក្នុង table ហ្នឹងមួយ record ឬក៏មួយ row ហ្នឹងដល់លក្ខណៈមួយទៅឲ្យentity មួយហ្នឹងទីឲ្យយើងនិយាយពី user entity user អញ្ចឹងទិន្នន័យមក record ហ្នឹងគឺមក record របស់ user នេះដូចទាំងអស់ដែលឥឡូវ column user នេះចុះអញ្ចឹងមាន user ID name ហើយនិង email អញ្ចឹងមក record បែបនេះមក record ហ្នឹងគឺមករបាយទិន្នន័យរបស់ entity user របស់យើងដល់ពេលមក record ទាំងក្រុមទៀតមករបាយទិន្នន័យមួយទៀតគឺរបស់ user យើងដដែលតែគាត់ថាវាផ្សេងមួយទៀតណាគឺផ្ទុកមក record មកអញ្ចឹងមកគេនិយាយថា record វាស្មើនឹង row ដែរបើគេនិយាយពី column វាស្មើនឹងគេ field ដល់ពេល entity
ស្មើនឹងឈ្មោះ table name ចឹងនៅទុកថាម៉េចខ្ញុំនិយាយដូចមើលមិនយល់ទេតែខ្ញុំខ្លួនឯងមើលមិនយល់ចឹងយើងយល់អត្ថន័យបន្ថែមណាពេលគេនិយាយថាគេ record គេ fill គេ entity យើងនឹកឃើញថា entity គឺឈ្មោះ table ដល់ពេល fill គឺឈ្មោះ column ដល់ពេល record ជាទិន្នន័យមកខ្ញុំនិយាយថាទិន្នន័យមួយរបស់ entity យើងហ្នឹងគឺមកខ្ញុំនិយាយមែនខ្ញុំនិយាយខ្មែរនិយាយទៅនេះមក record តែខ្មែរមិនយល់ខ្ញុំនិយាយយល់ជាភាសាខ្មែរបើនិយាយជាមករបាយទិន្នន័យដូចជាមិនសូវទៅឥឡូវខ្ញុំសូមនិយាយតែពាក្យ record ចឹងណាគឺចង់សំដៅបែបនេះ record ខ្ញុំមិនដឹងថា record ហ្នឹងតែខ្មែរគេហៅថាម៉េចអត់មានពាក្យតែលោកមានពាក្យសម្រាប់គេនិយាយតែខ្ញុំអត់ដឹងទេគឺមកគេនិយាយថាមក record គឺចង់សំដៅមកទិន្នន័យមួយហ្នឹងរបស់ entity មួយហ្នឹងតែឲ្យ user ម្នាក់គាត់មានទិន្នន័យរបស់គាត់មក record នៅក្នុង table ហ្នឹងបែបហ្នឹងខ្ញុំពេលច្រើនខ្ញុំព្រាខ្ញុំចូលចិត្តនិយាយពាក្យ technical ហើយប្រៀបធៀបមកពាក្យខ្មែរនិយាយបែបទូទៅយើងនិយាយនៅក្នុងជីវភាពប្រចាំថ្ងៃអញ្ចឹងណាតែពេលខ្លះខ្ញុំមិនដឹងថាគេនិយាយថាម៉េចដែរពាក្យ record អញ្ចឹងចានេះខ្ញុំគ្រាន់ overview ទៅលើ element ទាំងអស់ហ្នឹងសិនទេហើយយើងមានលម្អិតមួយដែរចឹងលម្អិតមួយនេះគឺយើងនិយាយទៅជា table សិនtable នេះគឺជា primary storage unit មួយនៅក្នុង database របស់យើងអញ្ចឹងហេតុអីមកគេនិយាយថា primary unit primary storage unit អញ្ចឹងមួយ unit យើងប្រែថាមួយខ្នាតទេណាខ្នាតមួយនៅ primary វាអាចចម្បងមានតែមួយឯងអញ្ចឹង table ទី table ឈ្មោះ user ហ្នឹងនៅក្នុង database យើងមួយហ្នឹងវាមានឈ្មោះតែ user ហ្នឹងមួយឯងអត់អាចដាក់ឈ្មោះជាន់គ្នាបានទេអញ្ចឹងគេនិយាយថា primary ហើយ storage គឺសម្រាប់ទុកខ្លួនឯងជាខ្នាតមួយអញ្ចឹងមក table ហ្នឹងជាមួយរង្វាស់នៅក្នុង table របស់យើងវាផ្ទុកជាលក្ខណៈ unit ទៀតអញ្ចឹងគេនិយាយថា primary អញ្ចឹងកាលណាយើងបង្កើត table ឈ្មោះ user ហ្នឹងហើយយើងអាចទៅបង្កើត table ផ្សេងទៀតឈ្មោះ user ហ្នឹងដែរទេបើក្នុង database ពីរផ្សេងគ្នាអូខេកើតបានតែបើ database តែមួយអាចដាក់ឈ្មោះ table ជាន់គ្នាបានទេវា unique ណា unique ដូចភពផែនដីមានមួយក្នុងកំឡុងព្រះអាទិត្យជាមួយហ្នឹងអត់មានពីរអញ្ចឹងបែបហ្នឹងណាគេហៅថា primary storage unit នៅក្នុង database របស់យើងហើយវាមានលក្ខណៈជា two dimensional ដូចខ្ញុំបញ្យល់មកហ្នឹងអញ្ចឹងដូចមាន row មាន column ហើយគេ two dimensional structure ហើយប្រើដើម្បីធ្វើការ manage ឬក៏រៀបចំទៅលើ collection data របស់យើងដែលមានតំណែងគ្នាណាបែបហ្នឹង table ហើយយើងសរុបមក table គឺជា primary storage unit មួយនៅក្នុង database ហើយវាមានលក្ខណៈជា two dimensional structure ដែលប្រើដើម្បីធ្វើការ manage លើ data របស់យើងហ្នឹងហើយ data យើងអាចមានតំណែងគ្នាដែរហ្នឹងគេហៅ table ហើយនេះគេប្រៀបធៀបដែរវា similar ទៅកាន់ spreadsheet ដូចជា Excel ហ្នឹងឬក៏ Google Sheet នៅក្នុង Linux នឹងហៅអីទេខ្ញុំអត់ចាំឈ្មោះវា similar ទៅលើ spreadsheet ហ្នឹងដែរហើយវាប្រើដើម្បីធ្វើការកំណត់ទៅលើ structure ឬយើងនិយាយ schema អញ្ចឹងទៅមុខទៅយើងនិយាយ schema ច្រើនជាងនៅក្នុងនៃ database schema ដោយ structure ដែរនៅដូចគ្នាផ្សេងមាន structure ត្រឹមត្រូវហ្នឹងទៅអត់ចេះតែសេខុស syntax សេខុសនេះវា error អញ្ចឹងstructure របស់យើងគឺមាន row មាន column ហ្នឹងឯងអញ្ចឹង table នីមួយគឺត្រូវបានបង្កើតមកដើម្បីផ្ទុកទៅលើព័ត៌មានអំពី specific subject មួយដូចយើងនិយាយពី user អញ្ចឹងគឺ specific subject ឯងនិយាយពី course specific វាគឺ course ហ្នឹងឯងអញ្ចឹងយ៉ាងដូចយើងឃើញមុនហ្នឹងអញ្ចឹងមានប្រដាប់មានអីហ្នឹងទៅអញ្ចឹងគឺ design មកគឺមាន unique បែបហ្នឹងហើយសម្រាប់ store លើ data ហ្នឹងឯងណាចឹងនេះគឺជាខ្លះពី table សួរថា table ជាអី
ជានេះវាអត់ជាកន្លែងមួយផ្ទុកទិន្នន័យនិយាយយ៉ាងក៏បានដែរនៅក្នុង database ដែលមានលក្ខណៈ unique ហើយវាមាន structure វាជា two dimensional ហើយប្រើដើម្បី manage data គ្រប់គ្រង data អញ្ចឹងទៅអូខេដល់ពេល row គឺជាអឺ single unit មក record ខ្ញុំនិយាយមុនអញ្ចឹងណាគឺគេហៅ represent a single complete entry or entity within table អញ្ចឹងខ្ញុំបញ្ជាក់ឡើងនេះដែរ row ឬក៏យើងស្គាល់ថាជា record ណាដូចគ្នាឬក៏ tuple tuple នេះនៃនៅក្នុង programming pattern អីផ្សេងហើយសម្រាប់ន័យនេះវាដូចជា row ដែរអញ្ចឹង row វាតំណាងឲ្យរបស់មួយ single ណារបស់មួយដែលវាមានលក្ខណៈពេញលេញណាមានលក្ខណៈពេញលេញអីគេពេញហ្នឹងដូចជា entity យើងនិយាយពី user អញ្ចឹងយើងមានប្រមាណ field វាមាន5 field មាន1 2 3អញ្ចឹងនៅក្នុងមួយ record ហ្នឹងមានព័ត៌មានតាម field មួយហ្នឹងអញ្ចឹងគេហៅថា complete entry or entity within a table ណា entity យើងដឹងថា entity user របស់យើងមាន5 field អញ្ចឹងទិន្នន័យមក record យើងហ្នឹងគឺមាន5 field ក្នុងនោះអញ្ចឹងវាមាន ID មាន name មាន age មាន DOB មានអីទៅអញ្ចឹងអាទិន្នន័យមក due date ហ្នឹងគេហៅមក record អញ្ចឹង single មានតែមួយទេអញ្ចឹងបើយើងនិយាយខ្លីមកគឺជាទិន្នន័យដែលស្ថិតនៅក្នុងរបបខ្នាតមួយនៃ entity របស់យើងនិយាយយើងក៏បានដែរប៉ុន្តែបើយើងអត់ចង់ស្មុគស្មាញច្រើនយើងនិយាយថាជាទិន្នន័យស្ថិតនៅក្នុង table របស់យើងដែលមានលក្ខណៈដែលមាន complete entry តែបែរតែមានគ្រប់ចំនួននៃ field របស់យើងបានកំណត់នៅក្នុង table របស់យើងនិយាយមិនក៏បានហើយយើងយល់អត្ថន័យរបស់វាយើងសម័យថាទិន្នន័យមក record វាមានអីខ្លះនៅក្នុងហ្នឹងមានមែន field យើងបំពេញគ្រប់ field នៅក្នុងហ្នឹងគេហៅថាមក record ទេតែបើក្នុងករណីថាទិន្នន័យយើងអត់គ្រប់ទេតែយើងអត់គេអត់មាន DOB អញ្ចឹងទេ DOB ណាតែថាមាន ID មានឈ្មោះមាន age មានអូខេទីមួយទៀតហ្នឹងទៅប៉ុន្តែ DOB ហ្នឹងគឺខ្វះមានទេគេអត់បញ្ចូលមកនោះហើយរឿងហ្នឹងយើងគួរឲ្យកាត់ឡើងទេដោយសារមែនតើយើងវាយ idea ដែរតែបញ្ចូលចឹងមកគេអត់បញ្ចូលយើង warning យើងអីចឹងទៅអត់ឲ្យគេ submit មកអីចឹងទៅឬក៏ឲ្យគេ create អីចឹងទៅចាហ្នឹងនៅក្នុង query របស់យើងគេហៅ not now មាន tab គេណា not now វាអាចទៅតែអញ្ចឹងត្រូវតែមានត្រូវតែបញ្ចូលមកអញ្ចឹងបើករណីហ្នឹងយើង handle យើងវាយ idea ទេតែបើសិនជាទិន្នន័យហ្នឹងយើងទៅ scrape ទៅអីមកវាខ្វះអាហ្នឹងយើងមានវិធីសាស្ត្រ cleaning data យើង fill data យើងទៅគ្រប់ទេគេផ្សេងទៀតតែនេះគឺយើងអត់តន់និយាយដល់ហ្នឹងទេណាយើងនិយាយថា complete entry សិនមកអូខេអញ្ចឹងមកជួរ date ហ្នឹងគឺទិន្នន័យតែមានគ្រប់ field ដែលយើងបានកំណត់អញ្ចឹងគេហៅថា complete entry ឬក៏ថា it is the horizontal component of the table and contain all the specific data value for each of the column ខ្ញុំនិយាយមុនអញ្ចឹងថាមានប៉ុន្មាន column តែមានប៉ុណ្ណឹងដូចគ្នាអញ្ចឹងសរុបមកជួរ date ហ្នឹងទៅគឺខ្លាយទៅជា report ហ្នឹងតែពិតយើងស្គាល់ហើយគាត់មកឲ្យនិយាយយំអីវាពិបាកយល់គឺបែបហ្នឹងទេបើយើងនិយាយតែ Excel យើងយល់បាត់ហើយជាមួយជួរ date ហ្នឹងអូខេនេះគឺជា row ឬក៏ record ដល់ពេល column យើងស្គាល់ថាវាជា field ឬក៏ attribute តែនៅក្នុងន័យតែបែបនិយាយ field ច្រើនជាង field គឺតំណាងឲ្យ specific category of information within the table តែឲ្យ user ID វាជា category មួយនៅក្នុង table របស់យើងname email សិតតែជា category មួយ
ចឹងហេតុអីមកយើងនិយាយថាវាជា category ចឹងនៅក្នុងមួយ field យើងឃើញមានទិន្នន័យច្រើនមានឈ្មោះ mail នេះផង mail នេះផង mail នេះផងណាអញ្ចឹងមក field នេះ name នេះឈ្មោះវាគឺ name តែវាជាគេជា field ឬក៏column ឈ្មោះ column ឬក៏ឈ្មោះ field យើងហ្នឹងឯងអញ្ចឹងនៅក្នុងហ្នឹងវាមានទិន្នន័យតាមដែលគេបញ្ចូលមកយើងទៅទាំងមានយើងមិនខានឈ្មោះទេគឺគេបញ្ចូលមកបែបហ្នឹងអញ្ចឹងមានថាបណ្ដុំទិន្នន័យទាំងហ្នឹងយើងចាត់ទុកថាវាជា category ណាតែដល់យើងនិយាយពី product មួយហ្នឹងអញ្ចឹងណា sorry ជា category មួយហ្នឹងអញ្ចឹងជា beverage យើងមានឈ្មោះ product ពីច្រើននៅក្នុងហ្នឹងអញ្ចឹងមកយើងនិយាយថា field category name យើងមាន product ឈ្មោះ product នៅក្នុងហ្នឹងមក column ហ្នឹងយើងទៅចា៎គេហៅថា column អានេះក៏អត្ថន័យគេសម្រាយអញ្ចឹងគេថា it is the vertical component that define the type of data can be stored in specific category for record in the table អញ្ចឹងដូចខ្ញុំនិយាយបញ្ជាក់អង្គដែរទេណាគឺអានទៅអត្ថន័យជាមួយនេះអញ្ចឹងទីហោយើងឃើញស្រាប់អញ្ចឹងយើងមានរូបមើលជាស្ដាយនេះអញ្ចឹងមកប៉ុណ្ណេះគេហៅថាមក column ដល់ពេលយើងនិយាយមកអញ្ចេះគេហៅថាមក record អញ្ចឹងប៉ុណ្ណេះខ្ញុំមកចូលទៅលើ key យើងយើងឡើងមកតិចតែសុំឡើងមកទៀតតើតើមួយនឹង column យើងអាចឈ្មោះវាជា field ហើយសម្រាប់ record យើងអាចដឹងថាវាជា row អញ្ចឹងទៅដល់ពេល key យើងមានពីរប្រភេទហើយ key នេះវាថាតួជាអ្នកជាប់ទៅលើ relationship រវាង table និង table ហ្នឹងឯងអញ្ចឹងជារឿងសំខាន់មួយ key គឺ crucial របស់ដែលសំខាន់ណាសម្រាប់ធានាថា data យើង integrity ត្រឹមត្រូវមួយទៀតគឺ unique មានតែមួយ unique identity ណា unique identity ដល់ពេលមួយទៀតនោះគឺវាចាំបាច់សម្រាប់ relationship រវាង table និង table បើអត់មាន key ទេយើងមិនភ្ជាប់តាមនិយាយអីទេតើណាដូចយើងឃើញយ៉ាង slide ដំបូងអញ្ចឹង key វាមានពីរប្រភេទតែវាមានច្រើនតែ common use មែនតើវាមានពីរទេprimary key ហើយនិង foreign key អញ្ចឹងសម្រាប់ foreign key គឺជា key មួយដែល unique ឬក៏គេហៅថា main ID ណាសម្រាប់ table របស់យើងអញ្ចឹងវា unique identity every row បើថាមួយ row មាន unique របស់វាមួយណានេះដូចគ្នាអញ្ចឹងឃើញ user ID ឃើញលេខ1 unique លេខ2 unique លេខ3ក៏ unique ដែរអញ្ចឹងវាមានលក្ខណៈ unique every row របស់វាហើយអត់អាចធ្វើការ cannot អត់អាចទៅទេគេហៅថា it cannot contain null អត់អាចទៅទេបើទៅទេមានអីសម្គាល់ណាអញ្ចឹងពេលយើងទៅ save handle លើ tab ហ្នឹងយើងដាក់វា not null ហើយទៅអញ្ចឹងវាអាចទៅទេត្រូវតែមានតម្លៃមួយទៀតគឺអាច duplicate បានទេអត់អាច duplicate ទេតែរបស់ unique នេះគឺមានតែមួយណាហើយក៏អត់អាចអត់មានដែរគឺត្រូវតែមានចឹងគេហៅ primary key ហ្នឹងណាពេល foreign key គឺជា spin ឬហៅ bridge between table ដែលភ្ជាប់រវាង table ចឹងខ្ញុំនិយាយមុនហ្នឹងចឹងថាវាមានតំណែងគ្នាតាមរយៈការភ្ជាប់ហ្នឹងណាអញ្ចឹង user ID នេះជា foreign key ណាជា foreign key ដែលវាចេញពីប្រភពដើមមកគឺចេញពី table user ហើយមែនតើដំបូង user ID នេះជា unique ឬក៏ជា primary key នៅក្នុង table user ដល់ពេលវាទៅភ្ជាប់ជាមួយនឹង table profile យើងវាដាក់តួជា foreign key វិញដើម្បីភ្ជាប់ connection រវាងគ្នាណាអាហ្នឹងគេហៅថា foreign key ឬក៏យើងហៅជា spin រវាង table និង table ហើយវត្តមានរបស់វានោះអាចដើរតួជា column មួយនៅក្នុង table ដទៃពេលយើងឃើញមកនេះអញ្ចឹងណាយើងឃើញវត្តមានរបស់ foreign key យើងដើរតួជាវត្តមានមានវត្តមានមួយ column ជា field មួយនៅក្នុង table ដទៃអញ្ចឹង table ដទៃគឺ table profile របស់យើងនឹងឯងចឹងវាមានវត្តមានបែបហ្នឹងបើអត់មានអីចឹងរក record មួយវាអត់មានវត្តមានអញ្ចឹងបាននេះ connect គ្នាកាតណាចឹងវាត្រូវតែមានគ្រប់ record ទាំងអស់ទៅវាអាច connect គ្នាបានអញ្ចឹងនេះជាអត្ថន័យរបស់ foreign key
ហើយពាក្យ foreign នេះខ្ញុំបាននិយាយមុនហ្នឹងហើយយើងនៅប្រទេសយើងមិនជាជនបរទេសតែយើងទៅប្រទេសគេយើងជាជនបរទេសបាទចឹងហើយចំណុចចុងក្រោយនេះគឺយើងបញ្ចប់ហើយទៅយើងនឹងរៀនវាបន្ថែមនៅក្នុងការនេះទេក្នុងការសរសេរ query ការបង្កើត table ការអីទេណាតែពិតទៅ data type នេះនៅក្នុង programming ក៏មានដែរយ៉ាងប្រភេទទិន្នន័យចឹងក្នុងនេះក៏គេហៅប្រភេទទិន្នន័យដែរប៉ុន្តែប្រភេទទិន្នន័យនៅក្នុង Postgres វាច្រើនជាងនៅក្នុង SQL តែវា modern ជាងអញ្ចឹងដែរវាខុសគ្នាតាមប្រភេទ DBMS យើងចឹង data type នៅក្នុង database វាកំណត់ពីប្រភេទនៃទិន្នន័យដែលវាមានលក្ខណៈជាក់លាក់តាម column នីមួយៗឬក៏ជា field នីមួយៗដែលអាចផ្ទុកវាបានអញ្ចឹង data type វាអាចជា number វាអាចជាអក្សរជាថ្ងៃខែជា binary value binary 1 0ហ្នឹងហើយមួយទៀតហ្នឹងគឺសំខាន់សម្រាប់ maintenance data ធ្វើយ៉ាងណាឲ្យ data ហ្នឹងវាមានលក្ខណៈវាត្រឹមត្រូវសុក្រឹតណា optimize storage យើងបានត្រឹមត្រូវឧទាហរណ៍យើងវាយឆាវាដូច mail ដូច gender អញ្ចឹងយើង at least អក្សរមានតែ5អក្សរណា mail 2 mail 6អញ្ចឹងកន្លែងនេះយើង optimize ដាក់ត្រឹម10មកបានទេមិនដែលណាគេបញ្ចូលលើពី10គឺអក្សរតែអញ្ចឹងណាអញ្ចឹងយើង optimize storage យើងកុំឲ្យវាខាតបាទអញ្ចឹងបើយើងដាក់ text យើង text ដាក់បានរាប់ពាន់ប្រវែងអក្សរនោះហ្នឹងអញ្ចឹងយើងដាក់ទៅវាខាតចោលណាអញ្ចឹងយើង optimize បានដាក់ត្រឹម10ទៅបាននេះកុំឲ្យវាខាត storage ចោលអញ្ចឹងអាហ្នឹងគេដឹងពីប្រភេទទិន្នន័យហ្នឹងដែរអញ្ចឹង ensure the data can perform priority operation ទៀតអញ្ចឹងគេហៅថាដូច transaction ធនាគារអញ្ចឹងគេមានលេខវែងៗអាលេខtransaction ណាអាហ្នឹងវា UUID ទេហើយគេមានខ្ញុំអត់ច្បាស់ដែរអារបៀបលេខកតុយលេខណាលេខទូរស័ព្ទតែហ្នឹងសំខាន់ណាស់មកខ្ទង់មកខ្ទង់ចឹងគេមានសម្រាប់ banking អីគេមាន tab របស់គេសម្រាប់ banking ទៀតណា Postgres តែពេលមក SQL វាមានដែរតែណាវាអត់ modern ដូច Postgres ទេអញ្ចឹងហើយបានខ្ញុំយក Postgres មករៀនណាខ្ញុំចេះមិនអស់ដែរទេគឺហើយកុំតែប្រើអស់ដែរប៉ុន្តែយើងបានដឹងឲ្យប្រើមែនតើវាបានប្រើអត់ទេអញ្ចឹងមាន numeric លេខមានអីហ្នឹងអញ្ចឹងចង់ដឹងបន្ថែមណាអ្នកចូលទៅកាន់ website របស់នេះចូលទៅកាន់ link ហ្នឹងទៅ link នេះខ្ញុំដាក់នៅក្នុង slide អញ្ចឹងអ្នកចូលមើលក៏ចុចលើវាទៅដែរនេះអញ្ចឹងនេះ official website របស់ Postgres អញ្ចឹងយើងមើលប្រភេទ data type ទៅអញ្ចឹងវាមាន numeric tab មាន binary tab character tab binary data tab អញ្ចឹងមានច្រើនណាវាមានច្រើនមានដល់ប្រហែលប្រភេទហើយវាមាន size វាទំហំវាប្រហែលនេះទៀតចឹងនេះខ្ញុំមិនទៅអង្គុយលម្អិតមួយទេមើលមកអញ្ចឹងយើងត្រូវការអីយើងមកមើលមកច្រើនបែបហ្នឹងទេបើយើងអង្គុយលម្អិតមួយគឺច្រើនណាស់អញ្ចឹងបើយើងត្រូវការប្រើយើងមកមើលវិញទៅអញ្ចឹងដល់ពេលដល់យើងរៀនបង្កើត table យើងរត់មកមើលវាអញ្ចឹងទៅអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងថា tab វាជាប្រភេទទិន្នន័យអញ្ចឹងប្រភេទទិន្នន័យនៅក្នុងPostgres វាមានលក្ខណៈ modern អ្នកច្រើនជាងនៅក្នុង MySQL ឬក៏ DBMS ផ្សេងទៅអញ្ចឹងវាបើសិនជាយើងទៅធ្វើការប៉ះ MySQL ហ្នឹងគេប្រើ MySQL អញ្ចឹងទៅឬក៏ SQL Server អញ្ចឹងទៅអញ្ចឹងសួរថាវាមានដូចនៅក្នុង Postgres អត់ប្រកាសទេតែរឿងលេខអក្សរនឹងមានដែរ date អីនឹងមាន boolean នឹងមានតែ optimize ល្អជាងគ្នាប៉ុណ្ណាអាហ្នឹងវាអាស្រ័យលើប្រភេទ DBMS វិញអញ្ចឹងមេរៀនទី1នេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយស្អែកចាំយើងចូលទៅកាន់ normalize